សួស្តីបងប្អូនទាំងអស់គ្នាកាលនេះខ្ញុំនាំបងប្អូនទាំងអស់គ្នាទៅមើលប្រទាលមួយមុខដែលវាមានសារៈសំខាន់ចំពោះសុខភាពយ៉ាងខ្លាំងដោយសារតែវាមានមុខងារយ៉ាងច្រើនដើម្បីជំនួយដល់សុខភាពក៏ដូចជាផ្លូវដង្ហើមរបស់យើងនៅពេលដែលគេហដ្ឋានរបស់យើងមានប្រទាលមួយមុខនេះវាធ្វើឲ្យផ្ទះរបស់យើងពោរពេញទៅដោយឧស្ម័នអុកស៊ីហ្សែននិងងាយស្រួលក្នុងការដកដង្ហើមដើម្បីបំពេញទៅដល់សុខភាពអញ្ចឹងដើម្បីកុំឲ្យយូរគឺយើងចូលមកដល់ប្រទាលវាមានឈ្មោះថាប្រទាលពោះនេះមានរូបរាងមិនសាមញ្ញទេគឺត្រង់ស្រួចខ្លះក៏មាន highlight ខ្លះទៀតក៏អត់ highlight អញ្ចឹងពីរប្រភេទខៀវនិង highlight ពណ៌លឿងនេះគឺវាសុទ្ធតែជាប្រភេទប្រទាលពោះទាំងអស់អញ្ចឹងដើមប្រទាលពោះនេះខ្ញុំសូមនិយាយពីលក្ខណៈសម្បត្តិរបស់វាគឺវាជាប្រភេទរុក្ខជាតិដែលងាយដាំបំផុតដោយសារតែវាអាចរស់នៅកន្លែងដែលមានពន្លឺខ្លាំងក៏រស់កន្លែងដែលមិនសូវមានពន្លឺក៏រស់បងប្អូនទាំងអស់គ្នាអាចដាំប្រទាលពោះនេះនៅតាមបង្អួចយកវាទៅដាក់នៅតាមបង្អួចឬមួយក៏យកវាទៅដាក់នៅតាមការិយាល័យធ្វើការរបស់លោកអ្នកក៏បានដោយសារតែវាជួយបន្សុទ្ធខ្យល់មានន័យថាជួយបញ្ចេញអុកស៊ីហ្សែនជំនួយដល់សុខភាពអ្នកនរគ្នាអញ្ចឹងបើតាមអង្គការ NASA គាត់បានពិសោធន៍ទៅលើប្រទាលមួយនេះឃើញថាអត្ថប្រយោជន៍វាមានច្រើនខ្លាំងបំផុតដោយសារតែវាបានស្រូបយកឧស្ម័នកាបូនិកពេលថ្ងៃហើយបញ្ចេញនៅពេលយប់ហើយវាបានបញ្ចេញខ្យល់ឧស្ម័នអុកស៊ីហ្សែនហ្នឹងមកបរិយាកាសគឺច្រើនបំផុតអញ្ចឹងបងប្អូនទាំងអស់គ្នាគួរណាតែមានបន្ទាលនេះនៅតាមគេហដ្ឋានឬក៏បន្ទប់គេងម្នាក់មួយផើងក៏ល្អដែរប្រទាលនេះវិញគឺវាងាយស្រួលដាំខ្លាំងបំផុតគឺដោយសារតែវាជាប្រភេទរុក្ខជាតិដែលមិនត្រូវការថែទាំឬក៏យកចិត្តទុកដាក់អីខ្លាំងក្លានោះទេពួកយើងគ្រាន់តែកាត់វាហើយយកវាមកដោតនៅដីថ្មីក៏អាចរុះបានប្រទាលនេះអាចនិយាយបានថាគឺជាប្រទាលដែលពេញនិយមយ៉ាងដែរសម្រាប់បងប្អូនដែលគាត់ធ្វើការនៅក្នុង office អញ្ចឹងសូមអរគុណអ្នកនរគ្នា